ប៉ុន្តែឥឡូវយើងងាកមកលើដំឡូងនេះជាដំឡូងនៅលើដីខ្ញុំផ្ទាល់ហេតុអីក៏យើងមិនធ្វើឲ្យវាคล้ายទៅជាកសិកម្មជឿនលឿនបានតាមពិតទៅមិនមែនយើងមិនចង់ធ្វើទេហើយក៏មិនមែនយើងមិនអាចធ្វើបានដែរគឺយើងចង់ធ្វើហើយក៏យើងអាចធ្វើបានគ្រាន់តែវាមានលក្ខណៈតម្រូវការជាច្រើនដែលយើងត្រូវការរួមផ្សំគ្នាទើបអាចធ្វើទៅបានកត្តាសំខាន់ធំបំផុតគឺកត្តាចរន្តទីផ្សារចរន្តទីផ្សារមានន័យថាវដ្តនៃទីផ្សារនៅពេលដែលយើងដាំបានតើដំណាំនឹងវាដើរនៅក្នុងប្រព័ន្ធទីផ្សារត្រឹមត្រូវហើយឬនៅដាំបានតើយើងត្រូវដឹកយកទៅកន្លែងណាយកទៅលក់នៅកន្លែងណាច្នៃផលិតអំពីដំឡូងដែលដកចេញអំពីដីនៅជាឋានៈធនធានដើមហ្នឹងឲ្យคล้ายទៅជាសមិទ្ធផលសម្រេចបានហើយឬនៅដំឡូងហ្នឹងតើយើងអាចយកកិនទៅធ្វើជាម្សៅកិនទៅធ្វើជានំកិនទៅធ្វើជាសមិទ្ធផលផ្សេងៗតាមបែបឧស្សាហកម្មបានហើយឬនៅបើសិនជាយើងអត់ទាន់មានទេនោះមានន័យថាវដ្តនៃសេដ្ឋកិច្ចរបស់យើងវត្តនៃចរន្តគេហៅថាសិប្បកម្មឧស្សាហកម្មសិប្បកម្មធ្វើឲ្យคล้ายទៅជាឧស្សាហកម្មហើយអាចវិវត្តពីឧស្សាហកម្មคล้ายទៅជាពាណិជ្ជកម្មតើវាមានចរន្តនឹងហើយឬនៅគឺអត់ទាន់មានទេបើអត់ទាន់មានទេអញ្ចឹងមានន័យថាម៉េចមានន័យថាយើងមិនអាចធ្វើការដាំដំណាំនឹងឲ្យคล้ายទៅជាលក្ខណៈឧស្សាហកម្មបានឡើយបើសិនជាយើងធ្វើគឺយើងត្រូវការចំណាយដើមទុនច្រើនណាស់ឧបមាថាយើងត្រូវដាក់ប្រព័ន្ធទឹកជុំវិញយើងត្រូវជីកស្រះធ្វើជាប្រព័ន្ធធារាសាស្ត្រដើម្បីផ្គត់ផ្គង់ដំណាំនេះណាយើងត្រូវរៀបចំទៅលើរងដើម្បីការពារកម្ដៅថ្ងៃកុំឲ្យវាក្តៅខ្លាំងពេកហួតហែងយើងត្រូវភ្ជួរដីរៀបចំដីជុំវិញនឹងឲ្យបានស្អាតដើម្បីកុំឲ្យភ្លើងវាឆេះរាលមកដល់ដំឡូងយើងត្រូវរៀបចំគ្រប់បែបយ៉ាងជ្រុងជ្រោយទាំងអស់ដើម្បីធ្វើឲ្យដំឡូងនេះវារីកដុះលូតលាស់បានល្អជាមួយនឹងការចុះមើមបានធំបានផលច្រើនការចំណាយគេហៅថាធនធានដើមចំណាយទៅលើធនធានដើមដើម្បីផលិតបានជាដំឡូងមកហ្នឹងគឺវាត្រូវការចំណាយច្រើនណាស់ទើបត្រូវស្តង់ដារនៃឧស្សាហកម្ម